ជំរាបសួរបងប្អូនទាំងអស់គ្នាជួបគ្នានៅក្នុងវីដេអូថ្មីយើងបន្តនៅមេរៀនចិញ្ចនៈរបស់យើងនៅក្នុង chapter 1ចំពុកទី1 consonants ចង់រៀនពីចិញ្ចនៈដដែលប៉ុន្តែមុនពេលបន្តមេរៀនទី5និងទី6យើងរំលឹកមេរៀនទី3ទី4សិនអញ្ចឹងមេរៀនទី3យើងបានរៀនពី consonant ចិញ្ចនៈ D សំឡេង D និងមេរៀនទី4ចិញ្ចនៈ F សំឡេង F ចឹងយើងចូលមេរៀនទី5ដែលយើងរៀនអំពីចិញ្ចនៈ G ដែលវាមានសំឡេង G ឬក៏ J ភាគច្រើនចិញ្ចនៈ G នេះគឺវាមានសំឡេងអក្សរមានសំឡេង G ណាមានពាក្យមួយចំនួនដែលវាមានសំឡេង J ហើយយើងត្រូវចាំភាគច្រើនឲ្យតែអក្សរ G នៅមួយអក្សរ E វាដឹងតែ J អូខេក្រៅពីហ្នឹងភាគច្រើនគឺហើយមានពាក្យមួយចំនួនវាចដែរប៉ុន្តែយើងត្រូវចាំអូខេអញ្ចឹងយើងប្រកបទាំងអស់គ្នាពាក្យទី1 G សំឡេង G I O ស្រៈ G G L G និង L girl girl ពាក្យទី2គឺ G សំឡេង G O នេះគឺស្រៈ O G O go G O go ស្រួលពាក្យទី3គឺ G សំឡេង G ដែរ U អត់មាន E ខ្ញុំបានប្រាប់ហើយគឺស្រៈ A G A G N សំឡេង N G និង N gan gan ពាក្យទី4 G សំឡេង J ឃើញទេ Y នេះជាធម្មតា Y វាជា consonant ជាចិញ្ចនៈប៉ុន្តែ Y ពេលខ្លះក៏វាដើរតួជាស្រៈដែរអញ្ចឹងគឺកន្លែងនេះស្រៈហ្នឹងគឺស្រៈ E អញ្ចឹង Y J G J J E Jim 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 គេមេរៀនទី5 G សំឡេង G J មានប៉ុណ្ណឹងយើងបន្តទៅមេរៀនទី6ដែលយើងសិក្សាអំពីចិញ្ចនៈ H letter H សំឡេង H អូខេយើងប្រកបទាំងអស់គ្នាបងប្អូនជាមើលណាហើយអនុវត្តបន្ថែមពាក្យនៅក្នុងសៀវភៅរបស់យើងគឺមានច្រើនជាងវីដេអូជាងក្នុងវីដេអូខ្ញុំគ្រាន់តែបង្ហាញរបៀបមួយចំនួនបងប្អូនអនុវត្តតាមវីដេអូទៅហើយមើលសៀវភៅនិងអនុវត្តបន្ថែមទៀតយើងនឹងចេះអានបន្ទាប់ពីរៀនចប់មេរៀនទាំងអស់នៅក្នុងសៀវភៅនេះប៉ុន្តែយើងត្រូវព្យាយាមរៀនដោយយកចិត្តទុកដាក់និងឲ្យចប់សពគ្រប់ណាតោះពាក្យទី1 H សំឡេង H O ស្រៈ O ដោយសារមាន E នៅក្នុងពាក្យនេះអញ្ចឹង H O Ho M Ho និង M home home ពាក្យទី2គឺ H សំឡេង H I អត់មាន E នៅខាងចុងគឺស្រៈ E H E H និងស H H អូខេ H ពាក្យទី3 H សំឡេង H A មាន E នៅខាងចុងនេះគឺស្រៈ A H A He T សំឡេង T He និង T hate hate ពាក្យទី4គឺ H សំឡេង H A មិនមាន E នៅខាងចុងពាក្យគឺស្រៈ A H A Ha និង T T T Ha និង T hat hat alright អូខេចឹងមេរៀនទី5របស់យើង G សំឡេង G J និងមេរៀនទី6 H សំឡេង H មានតែប៉ុណ្ណេះជួបបងប្អូននៅក្នុងវីដេអូបន្ទាប់កុំភ្លេចមើលសៀវភៅរៀនអានពាក្យបន្ថែម